គ្នាបាទនៅពេលនេះខ្ញុំនឹងធ្វើវីដេអូមួយហើយឲ្យមើលពីស្ថានភាពកន្លែងការងារបាទនេះជាផ្លូវបាទផ្លូវនេះចាក់ច្រើនចាក់ដីច្រើនមែនតើដោយសារតែផ្សារពីភ្លៀងគឺលិចផ្លូវនេះហើយយើងចាក់ច្រើនឡានមែនតើហើយចំណាយលុយច្រើនចូល$1000ទាំងអស់គ្រាន់តែមុខដីចូល$1000បាត់ហើយនេះហើយដែលបើយើងមិនធ្វើទេវាដឹកអីវ៉ាន់ចូលមកធ្វើការនៅក្នុងអត់កើតអញ្ចឹងហើយនេះក្នុងផ្លូវយើងបានផ្លូវហើយបាទផ្លូវនេះចាក់អស់ច្រើនមែនទែនគឺចូល$1000ដីទាំងអស់បាទហើយយើងមើលចូលទៅក្នុងនៅកន្លែងយើងធ្វើការនេះបាទបានច្រើនភាគរយហើយបាទហើយខាងក្នុងយើងចាក់ដីបានតែប៉ុណ្ណេះទេដោយសារតែថវិកាតែតិចទៅអញ្ចឹងហើយដីឥឡូវនេះចាក់បានប៉ុណ្ណេះហើយនៅស្ថានភាពខាងក្នុងនេះហើយមើលទៅគឺជ្រៅមែនទែនកន្លែងនេះជ្រៅមែនទែនហើយទាំងត្រូវចំណាយលុយខ្លាំងអញ្ចឹងហើយលើចាក់ដីបានតែប៉ុណ្ណេះទេហើយនេះកន្លែងវិហារយើងបានប៉ុណ្ណេះហើយឥឡូវនេះនៅខាងនេះសិតតែត្រូវចាក់ដីបាទត្រូវចាក់ដីពួកអីនៅនេះជំរឿជ្រៅមែនទែនបាទជ្រៅមែនទែនចឹងហើយបានតែសូមជួយអធិដ្ឋានទាំងអស់គ្នាលោកគ្រូអ្នកគ្រូដែលជាអ្នកមានជំនឿលើព្រះយេស៊ូវគ្រីស្ទបាទកន្លែងនេះជ្រៅមែនទែនជ្រៅគឺដាក់មួយឡានបាត់មកកន្លែងនេះបាទវាចំហុងមកជ្រៅមែនទែនហើយយើងត្រូវចំណាយថវិកាខ្លាំងសម្រាប់យកដីចូលមកទីនេះបាទឥឡូវនេះយើងនៅខាងក្នុងបាទគ្រូជួយចូលមើលនៅខាងក្នុងបាទឥឡូវនេះបដានយើងធ្វើបាននេះខាងក្រៅបាទនៅខាងកន្លែងតូចនេះបាទនេះឥឡូវយើងបានចូលមកធ្វើរួចរាល់ហើយបដានរួចរាល់ហើយបាទនេះបាទស្អាតដាក់ទៅភ្លឹងបាទនេះបដានរួចរាល់ជាស្ថាពរហើយបាទនេះបាទអរគុណព្រះអង្គដែលព្រះអង្គបានជួយនៅកិច្ចការដែលយើងធ្វើបាទបដាននៅខាងក្នុងរួចរាល់ហើយពេលឡើយនៅខាងក្នុងនេះបាទបដានស្អាតដែរស្អាតណាស់បាទឥឡូវនេះយើងកំពុងតែឡប់ឡែត្រូវ3គីឡូឆាប់នេះបាទប៉ុន្តែថវិការៀងស្ដើងបន្តិចដោយសារតែយើងត្រូវចាក់ដីចំណាយលើដីច្រើនទាំងដីផ្លូវទាំងដីនៅទីនេះជ្រៅមែនទែនហើយប៉ុន្តែយើងធ្វើដើម្បីយកគុណភាពបាទគុណភាពកុំឲ្យខូចនៅថ្ងៃមុខបាទនេះឥឡូវកំពុងតែឡប់ឡែបាទនេះហើយបាទអរគុណនៅពេលវេលានេះដែលខ្ញុំបានបង្ហាញនៅទិដ្ឋភាពនៅក្នុងព្រះវិហារកំពុងសាងសង់នៅទីនេះអរគុណសូមព្រះអង្គប្រទានពរលោកគ្រូអ្នកគ្រូទាំងអស់គ្នា